ហើយសួស្តីលោកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទមកធ្វើវីដេអូ Honor Play បាទរបៀបធ្វើងាយហើយលឿនងាយស្រួលជាងអឺ FID ហើយក៏វាស្រួលងាយស្រួលដល់ដូចគ្នាណាឥឡូវជាដំបូងយើងapp មួយចំនួនពេលខ្លះយើងអត់ពេញចិត្តនឹងយកយើងលុបវាចោលទៅបាទលុបវាចោលទៅកុំឲ្យវាមានកម្មវិធីងាយលើទូរស័ព្ទរបស់យើងបាទហើយ Honor Play ជាដំបូងយើងទៅភ្ជាប់ Wi-Fi សិនហើយនេះយើងធ្វើផ្លូវកាត់ដោយមិនបាច់បង្កើត Huawei ID ឲ្យញ៉ៃទេណាបាទ ID ងាយស្រួលមែនទែនគឺខ្ញុំទៅតែរកដំណោះស្រាយឃើញហើយក៏មានវីដេអូធ្វើសម្រាប់ពុកម៉ែបងប្អូនដែលយកទូរស័ព្ទប្រភេទ Honor ឬក៏ Huawei ឲ្យមាន Play Store ណាគឺធ្វើតាមខ្ញុំទៅគឺអូខេហើយគឺជោគជ័យ 100% ហើយងាយស្រួលប្រើទៀតអត់មានជាប់មេរោគអីញ៉ៃណាហើយយើងថយឲ្យវិញមកគេបើក application មក system មកបើកមកធ្វើតាមខ្ញុំទៅគឺរៀបចំកម្មវិធីឲ្យស្រួលចុចដល់ខ្លួនឯងណាបាទឥឡូវខ្ញុំរៀបចំរួចហើយវិធីដំបូងយើងចូល app របស់ Visin គឺជ្រោ browser ហើយយើងវាយពាក្យ Anora Store បាទពាក្យ Anora Store A U R បាទវាចេញពាក្យ Anora Store យើងក៏ចេញពាក្យ download ទៅបាទសម្រាប់ខ្ញុំអត់ចេះអក្សរចិនទេតែខ្ញុំចំណាំដល់ពេលអញ្ចឹងគឺខ្ញុំអុសមើលទៅ Anora Store អូខេយើងចុចពាក្យមកបាទហើយចុចវាមក download វាមកបាទថយក្រោយវិញសិនពេលខ្លះហ្នឹងទៅយើងតើយើងចុចពាក្យ download ណាបាទចុច download វាមកមកចុចមើលពេលខ្លះទៅវាចេញពាក្យផ្សេងបាទនេះវាយើង download ណាហើយទៅឃើញពាក្យ anorastore.com ចាក់ load មកបាទបាទគឺដល់ឡោះដោយសារទី1មិនគឺខ្ញុំតម្លើងកម្មវិធីសិនAnora Store ខ្លះគឺលឿនជិះមិនលឿនបាទឥឡូវកំពុង install ដល់ Anora Store យើងដល់ឡកពេញមកយើងចំណាំពេលខ្លះទៅវាចេញកម្មវិធីអីផ្សេងតែយើងចំណាំតែ Anora Store ទៅបានណា Anora Store APK ទៅបានបាទទូរស័ព្ទខ្ញុំចាប់ focus អត់បានទេណាបាទឥឡូវយើងចុចចូល install យើងចុចមើលចេញពី install ចេញពី alone បាទហើយចេញពាក្យចេះមកបាទយើងចេញពាក្យ create មកហើយចេញ install មកបាទហើយឲ្យយើងដាក់វាយអក្សរទូរស័ព្ទខ្លះគឺវាអត់ឲ្យដាក់យើងវាយអក្សរទេតែយើងចង់ខ្លះវាឲ្យយើងដាក់ខ្លះយើងអត់ដាក់ចេះយើងដាក់ចេះមកហើយចេញកន្លែងនេះបាទនេះគេអក្សរដាក់ install នេះមើលបញ្ជាក់ហើយនេះកន្លែងនេះអត់មានចាំមើលអក្សរពីរនេះគឺឲ្យលើគេទាំងអស់នេះបាទគេគឺលើគេទាំងអស់អត់មាននេះហើយចេញដានមកបាទនេះ Anora Store បាទចុចនេះមកមួយចំនួនអាវ៉ាន់មួយចំនួនទូរស័ព្ទជាមួយចំនួនខ្លះ Honor ហ្នឹងគឺអាខ្លះវាអត់ចេញអញ្ចឹងទេគឺវាចេញផ្សេងអញ្ចឹងទៅតែគឺលំនាំគឺលំនាំដូចគ្នាទេបាទគឺលំនាំដូចគ្នាទេហើយក៏ Anora Store ហ្នឹងគឺអូខេគឺគេប្រើវាហ្នឹងហើយខ្ញុំជ្រើសរើសយក Google បាទខ្ញុំបង្កើតក្នុង Google ឲ្យងាយស្រួលមាន Facebook YouTube អីដូចទូរស័ព្ទផ្សេងបាទឥឡូវខ្ញុំយកដាក់ ID Gmail របស់ខ្ញុំមានតែមានស្រាប់គឺខ្ញុំ log in ចូលតែម្ដង1234ចុច next ហើយ password ពួកខ្ញុំដាក់ ID ចាស់ខ្ញុំដើម្បីទី1មិនគឺlog in ខ្ញុំបង្កើតឲ្យស្រាច់ហើយខ្ញុំបង្កើតស្រាច់ហ្នឹងតែគាត់ថាយើងចាំបង្កើត ID ថ្មីក៏ដាក់ទៅខ្ញុំបង្កើត ID Gmail បាទខ្ញុំបង្កើត ID Gmail ខុសអីមួយហ្នឹងគឺ
បង្កើត Gmail 234 1234 1234គឺដាក់ Gmail មានស្រាប់ក៏បានឬក៏បង្កើត Gmail ថ្មីក៏បានដែរGmail នេះគឺគេមានហើយដាក់ Gmail យ៉ាងកណ្ដុំឆែតអានេះGmail Anora Store ផ្ទាល់តែខ្ញុំចាំបើយើងចុចចូលចេះបើសិនតែយើងមានFacebook អីសេរីថ្មីស្រាប់អញ្ចឹងយើងមិនបាច់ login Facebook ទេគឺវាមានស្រាប់ទេយើងគឺមិនបាច់ទេគឺយើងប្រើវាទាំងអញ្ចឹងក៏បានដូចគ្នាបើយើងអត់មានversion វាមាន version 2គឺសាប់មួយអញ្ចឹងដូចគ្នាតែវាមាន version 2ខ្លះវាអត់មាន Facebook Messenger អញ្ចឹងទេអញ្ចឹងយើងតម្រូវការយើងគេឲ្យយើងដាក់ដូចខ្ញុំប្រាប់ហ្នឹងគឺ login Gmail ចូល Gmail ចេះអញ្ចឹងវាមាន Anora Store មាន Facebook សេរីថ្មីជំនាន់ថ្មីអញ្ចឹងណាហើយចង្អុលអាចឆាតសួរបានណានេះ Facebook ណាអូខេនេះគេដាក់ download file យើង download សារថ្មីមកភាសាទី1មិនវាអត់ទាន់ update ហើយ download Chrome ដើម្បី download Gbox បាទឥឡូវវា install Messenger សិនពេល download ទៅវាឲ្យ install អញ្ចឹងចុចមក install ទូរស័ព្ទវាមាន version ខុសគ្នាដល់ពេលអញ្ចឹងកម្មវិធីខុសគ្នាបន្តិចទេតែដំណងគឺដូចតែគ្នាទេពេលយើងធ្វើអាមួយចេញយើងធ្វើតែមួយទៀតបាទអញ្ចឹងខ្ញុំដាំបាទ Facebook នេះគឺខ្ញុំ download សារថ្មីបាទវាចេញឲ្យយើងហើយចុចគ្រីសមក install វាមកគឺចេញ Facebook ហើយចំណុចសំខាន់គឺយើងចុចចូលទៅ Chrome មួយទៀតទៅ download Chrome មកបាទ install មកដើម្បីទៅ download Gbox ទៅ download Gbox ចាំបន្តិចសិនអូខេ install ហើយវាចូលក្នុងចេះហើយយើង install Chrome គឺយើងចុចចូលគ្រីនេះគ្នាមក install មកហើយចុចដានមកគឺយើងចុច install ភាសាទៀតដើម្បីទី1វា support ជាមួយគ្នាបាទព្រោះវាតាក់ទងជាមួយគ្នាដែរជាមួយ Chrome បាទដល់ពេលយើង install ហើយគឺរួចរាល់តាមពិតធ្វើលឿនទេតែគឺខុស version តិចគឺយើងធ្វើតាម version របស់វាពីមុនខ្ញុំថាចូលកន្លែងAnora Store ហ្នឹងវាមាន Facebook សេរីថ្មីទេគឺយើង login ដូចយើងទៅឡើង Gmail ក្នុង Anora Store ដូចគ្នាហើយឥឡូវយើងចុចចូលពាក្យGbox យើងទៅដល់ log ពាក្យ Gbox ដើម្បីយក Play Store ដើម្បី download YouTube ពណ៌ក្រហមស្រាប់នេះស្រាប់យកនេះស្រាប់យក Facebook ពណ៌ក្រហមគឺមកប្រើកាសធម្មតាយើងហ្នឹងធ្វើតាមដំណាក់កាលទៅលឿនអីទេពេលដែលយើងចែកគឺស្រួលតែលឿនទេធ្វើលឿនមែនទែនបាទហើយបច្ចេកទៀតគឺ Play Store គឺសម្រាប់តែ download YouTube ពណ៌ក្រហមដាក់ Gmail ទៅចូល download YouTube ពណ៌ក្រហមទេគឺมันមិនយកមក download game អីទេគឺបើចង់ download gameកម្មវិធីអីផ្សេងគឺប្រើ Anora Store អញ្ចឹងវាប្រើ app របស់វាអញ្ចឹងគឺប្រើ app របស់វាដល់ពេលអញ្ចឹងមិនពិបាកទេគឺបងប្អូនអាចនេះចង់ download game ក្នុងនេះខ្ញុំបញ្ជាក់ទាំងវាអើយមកមែន
Facebook YouTube game នេះក្នុងទាំងអស់មានទាំងអស់Free Fire Mobile Legends មានទាំងអស់អញ្ចឹងគឺដល់ក្នុងហ្នឹងបញ្ជាក់ឲ្យបញ្ជាក់ទៀតណាបាទនេះគឺខ្ញុំស្រាប់ download តែ YouTube សម្រាប់ប្រើការមើល YouTube Facebook អីគឺអានេះគឺសម្រាប់តែ download Play Store យក YouTube មកប្រើការទេហើយយើងហៅជារៀងខ្មែរបានធម្មតានេះធ្វើតាមដំណាក់កាលហើយមួយយឺតអញ្ចឹងចាំឲ្យវា refresh មកហើយវាឃើញ Play Store បាទចា load មកចុច shortcut មកបើវាអត់ចេញចេះទេគឺយើងទៅថយមកវិញមកគឺយើងចូលក្នុងកម្មវិធី setting ចុចចូលនៅក្នុង app ហើយចុចចូលលើ app ទៀតមកហើយចុចចូលពាក្យ Gbox បាទហើយចុចចូលកន្លែងនេះ registration មកអូពីខាងក្រោមតិចមកចុច shortcut home នេះមក alone មកថយក្រោយវាទាំងអស់មកចុច OK មកគឺចុចចូលទៀតមកហើយចុចចូលពាក្យ shortcut គឺបើកបានធម្មតាអូខេអញ្ចឹងគឺហើយរួចរាល់ហើយអញ្ចឹងពេលយើងដាក់ទៅ Gmail ធម្មតាទៅ Gmail យើង Facebook Gmail ពួកសេរីទូរស័ព្ទយើងហ្នឹងគឺដាក់ចូលបានគឺ login ធម្មតាឥឡូវ login Gmail ចូលមួយឲ្យឃើញហើយ download YouTube បកក្រហមនេះជា mail ផ្ទាល់ខ្លួនរបស់ខ្ញុំបាទហើយខ្ញុំ download YouTube បកក្រហមធម្មតាបាទពេល download YouTube បកក្រហមធម្មតាហើយ shortcut YouTube បកក្រហមខាងក្រៅទៅគឺប្រើបានធម្មតាអញ្ចឹងចម្ងល់អាចឆាតសួរបានណាអញ្ចឹងការតម្លើងកម្មវិធីគឺនេះច្រឡំហើយយើងអាចមាន keyboard ខ្មែរយើងសរសេរមក Gbox ទេមកdownloadនៅក្នុងនេះបញ្ជាក់ហើយ download នៅក្នុង Anora Store ណាយើងមិនមែន download នៅក្នុង Play Store ណាបញ្ជាក់ហើយព្រោះហ្នឹងវាប្រើ Gbox ហ្នឹងគឺសម្រាប់យើង download YouTube បកក្រហមឲ្យភ្ញៀវប្រើប្រាស់ទេបើយើង download គឺ download នៅក្នុងនេះបញ្ជាក់ហើយបញ្ជាក់ទៀតតាមក៏ពិតកម្មវិធីគឺតម្លើងស្រួលទេតែការបញ្យល់រៀងវែងបន្តិចភាសាទី1មិចខ្ញុំបញ្ជាក់តែផនច្រឡំភ្ញៀវគាត់ឬក៏ជាងគាត់អត់ដឹងគាត់ទៅ download ក្នុង Play Store តាមក៏ពិតមិនមែនទេគឺ download នៅក្នុង Anora Store Anora Store នោះគឺ full ដូចគ្នាបាទយើងមិនបាច់ចាំបង្កើត account ID account ID Huawei ទេអានេះយើងធ្វើផ្លូវកាត់បាទចុច install មកបាទចុចដានមកអូខេរួចរាល់ហើយមានអីទៀតនេះ keyboard ខ្មែរបាទអូខេមកបាទរួចរាល់ហើយ YouTube យើង download បកក្រហមយកមកចូលមក YouTube បកក្រហមមកដាក់ក្រៅមកមានអីទៀតរួចរាល់ជាស្រេចជាស្ថាពរអត់បញ្ហាទេចឹងរួចរាល់ហើយបាទវាដល់ឡើងពេញគឺវាអូតូដល់ស្វ័យវត្តឲ្យយើងអេតនៅខាងក្រៅនេះគេអសអេតមកខាងក្រៅបាទនេះហើយរួចរាល់